មនុស្សភាគច្រើនជាសុភៅដកបើកចំហមួយក្បាលពួកគេនិយាយអំពីអារម្មណ៍ដែលពួកគេមានបញ្ចេញនូវមតិរបស់ពួកគេនៅគ្រប់កលៈទេសៈនិងបានបង្ហាញពីផែនការនៃចេតនារបស់ខ្លួនជាហូរហែពួកគេធ្វើបែបនេះគឺសម្រាប់ហេតុផលផ្សេងៗជាច្រើនទី1វាគឺជារឿងងាយស្រួលក៏ដូចជារឿងធម្មជាតិទៅហើយដែលមនុស្សតែងតែចង់និយាយពីអារម្មណ៍របស់ខ្លួននិងផែនការរបស់ខ្លួនសម្រាប់នាពេលអនាគតវាទាមទារឲ្យអ្នកមានការខិតខំប្រឹងប្រែងបន្តិចម្ដងដើម្បីគ្រប់គ្រងនៅអណ្ដាតរបស់អ្នកនិងបញ្ជានៅអ្វីដែលអ្នកចង់បង្ហាញបញ្ចេញមកទី2មនុស្សជាច្រើនជឿថាតាមរយៈភាពស្មោះត្រង់និងការបើកចំហចិត្តគឺពួកគេកំពុងតែយកបាននៅបេះដូងរបស់មនុស្សម្នានិងកំពុងតែបង្ហាញពីសារជាតិល្អរបស់ពួកគេហើយតែជាក់ស្ដែងពួកគេបានភ័ន្តច្រឡំយ៉ាងពេញទំហឹងតែម្ដងតាមពិតទៅភាពស្មោះត្រង់គឺជាឧបករណ៍មិនច្បាស់លាស់មួយដែលនឹងបង្ហូរឈាមច្រើនខ្លាំងជាងមុខកាត់របស់វាទៅទៀតភាពស្មោះត្រង់របស់អ្នកទំនងធ្វើឲ្យមនុស្សមានការឈឺចាប់ឬក៏អន់ចិត្តក៏អាចថាបានដែរវាគឺជារឿងប្រយ័ត្នប្រយែងច្រើនជាងការបរអ្នកចេះកាត់កងទៅលើពាក្យសម្ដីរបស់អ្នកដោយការប្រាប់អ្នកដទៃអំពីអ្វីដែលគេចង់ដឹងចង់ឮគឺជាជាងការពិតដ៏គ្រោះគ្រាតនិងពិបាកទទួលយកដែលជាអ្វីដែលចេញមកពីអារម្មណ៍និងការគិតរបស់អ្នកសំខាន់ជាងនេះទៅទៀតនោះគឺដោយការបើកចំហដែលឥតអៀនខ្មាស់អ្នកក៏នឹងធ្វើឲ្យខ្លួនឯងក្លាយទៅជាមនុស្សដែលអាចនឹងឲ្យគេទាយពីអ្នកត្រូវនិងអាចដឹងថាវាសឹងតែមិនអាចទៅរួចទៅហើយដែលពួកគេត្រូវតែមកគោរពអ្នកឬខ្លាយរអាចំពោះអ្នកនោះហើយអំណាចនឹងមិនអាចកើតឡើងចំពោះបុគ្គលណាដែលគ្មានសមត្ថភាពអាចបញ្ជូនអារម្មណ៍បែបនេះបានជាក់ជាពុំខានប្រសិនបើអ្នកប្រាថ្នាចង់បានអំណាចចូលប្រញាប់ទុកភាពស្មោះត្រង់របស់អ្នកមួយឡែកសិនបើព្យាយាមបង្វឹកខ្លួនទៅលើសិល្បៈនៃការបិទបាំងអំពីចេតនារបស់អ្នកជាមុនសិនចូលគ្រប់គ្រងនៅសិល្បៈមួយនេះហើយអ្នកក៏នឹងរមែងមានប្រៀបជាអ្នកដទៃជានិរន្តរ៍មូលដ្ឋានគ្រឹះនៃសមត្ថភាពនៅក្នុងការលាក់បាំងពីចេតនារបស់ខ្លួនវាគ្រាន់តែជាបច្ចៈភាពដ៏សាមញ្ញមួយនៃធម្មជាតិរបស់មនុស្សតែប៉ុណ្ណោះសភាវគតិដំបូងរបស់មនុស្សនោះគឺការរមែងជឿទៅលើអ្វីដែលរូបីមានរូបរាងជាក់ស្ដែងប៉ុណ្ណោះយើងមិនអាចដើរទៅដើរមកដោយក្តីមន្ទិលសង្ស័យចំពោះសេចក្តីពិតទៅលើអ្វីដែលយើងបានឃើញនិងបានឮនោះទេការមមីគិតដោយឥតឈប់ឥតឈរថាអ្វីដែលយើងឃើញជាក់ស្ដែងបានលាក់បាំងពីអ្វីម្យ៉ាងផ្សេងទៀតនោះនឹងធ្វើឲ្យយើងសើកម្លាំងនិងបង្កភាពភ័យខ្លាចដល់យើងការពិតមួយនេះបានធ្វើឲ្យវាមានការងាយស្រួលជាជាងការបិទបាំងនៃចេតនារបស់មនុស្សចូលគ្រាន់តែព្យួររបស់ណាមួយដែលមើលទៅទំនើងហាក់បីដូចជាអ្នកប្រាថ្នាចង់បានវាជាគោលដៅមួយដែលអ្នកដូចជាមានចិត្តចង់បានវានៅចំពោះមុខប្រសែភ្នែករបស់មនុស្សគ្រប់គ្នាតែប៉ុណ្ណោះបើទោះបីជាពួកគេនឹងគិតថាអ្វីដែលពួកគេបានឃើញនោះគឺជាការពិតជាក់ជាពុំខានមធ្យោបាយមួយដើម្បីលាក់កំបាំងនៃចេតនារបស់អ្នកគឺត្រូវតែនិយាយអំពីបំណងប្រាថ្នានិងគោលដៅរបស់អ្នកឲ្យបានជាប់ជានិច្ចតែវាមិនមែនជាបំណងប្រាថ្នាឬក៏ជាគោលដៅពិតប្រាកដរបស់អ្នកនោះឡើយអ្នកនឹងអាចសម្លាប់សត្វស្លាប3ក្បាលដោយដុំថ្មមួយដុំបានដោយការធ្វើខ្លួនជាមនុស្សរួសរាយបើកចំហនិងគួរឲ្យទុកចិត្តបានដោយបិទបាំងនៃចេតនារបស់អ្នកនោះអ្នកក៏នឹងធ្វើឲ្យគូប្រកួតប្រជែងរបស់អ្នកខ្ចាយពេលវេលាយ៉ាងច្រើនទៅលើការស្វែងរកដ៏ឥតប្រយោជន៍ទាំងស្រុងរបស់ពួកគេឧបករណ៍ដ៏មានអានុភាពមួយទៀតនោះគឺការធ្វើឲ្យអ្នកដទៃភ័ន្តច្រឡំនោះគឺការបង្ហាញពីភាពស្មោះត្រង់ដែលមិនពិតមនុស្សយើងងាយយល់ច្រឡំចំពោះការបង្ហាញនូវភាពស្មោះត្រង់ថាជាភាពស្មោះត្រង់ដ៏ពិតប្រាកដដោយការងាយនឹងជឿនៅអ្វីដែលអ្នកនិយាយនោះវាក៏នឹងធ្វើឲ្យពាក្យសម្ដីរបស់អ្នកមានទម្ងន់កាន់តែខ្លាំងនេះឯងជាយុទ្ធវិធីដែល logo បានប្រើប្រាស់ដើម្បីបោកបញ្ឆោតនិងបំផ្លាញ Othello នោះដោយបានបង្ហាញពីជំរឿអារម្មណ៍របស់គាត់បង្ហាញពីភាពស្មោះត្រង់ដ៏ជាក់ស្ដែងអំពីការព្រួយបារម្ភរបស់គាត់ដោយបានបន្សល់ទៅលើភាពស្មោះត្រង់របស់ Desdemona នោះតើអាច
អាចឲ្យអូថេឡូមិនទុកចិត្តគាត់ដោយរបៀបណាទៅប្រសិនបើអ្នកជឿថាជនបោកប្រាស់គឺជាមនុស្សដែលពេញទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាតនិងងាយស្រួលមើលនោះដែលកំពុងតែបោកប្រាស់មនុស្សម្នាជាមួយនឹងការភូតកុហកដ៏មហិមានិងរឿងរ៉ាវប្រឌិតបំភ្លើសហួសហេតុនោះគឺមានន័យថាអ្នកកំពុងតែយល់ខុសយ៉ាងធំបំផុតមួយហើយជនបោកប្រាស់ដែលពូកែបំផុតនិងបោកប្រាស់រូបភាពចំពោះមុខដ៏រាបសារទន់ភ្លន់និងពិបាកឲ្យវិនិច្ឆ័យបំផុតដែលមិនទាមទារស្វែងរកការយកចិត្តទុកដាក់សម្រាប់ខ្លួនពួកគេឡើយពួកគេដឹងយ៉ាងច្បាស់ថាសម្ដីនិងកាយវិការដែលហួសហេតុនឹងនាំឲ្យមានការសង្ស័យភ្លាមតែម្ដងជំនួសមកវិញពួកគេបានបិទបាំងគោលដៅរបស់ពួកគេមិនឲ្យមានការចាប់បានដោយធ្វើខ្លួនសាមញ្ញធម្មតានិងដោយមិនមានការបង្កគ្រោះថ្នាក់អ្វីទាំងអស់នៅពេលណាដែលអ្នកតាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាមួយនឹងអ្វីដែលពួកគេធ្លាប់ដឹងធ្លាប់ស្គាល់កាន់តែច្រើននោះពួកគេក៏នឹងមិនកត់សម្គាល់ថាការបោកប្រាស់គឺកំពុងតែត្រូវបានប្រព្រឹត្តនៅពីក្រោយខ្នងរបស់ពួកគេឡើយផ្សែងកាន់តែឡើងពណ៌ប្រផេះនិងប្រមូលផ្ដុំនៅលើរនាំងបិទបាំងនៃការពិតរបស់អ្នកកាន់តែក្រាស់ប៉ុណ្ណាវាក៏នឹងកាន់តែបិទបាំងនៅចេតនារបស់អ្នកកាន់តែល្អឡើងទៅតាមនោះដែររនាំងបិទបាំងនៃការពិតដែលជាសាមញ្ញបំផុតនោះគឺទម្រង់ទឹកមុខរបស់អ្នកនៅពីក្រៅរូបភាពដ៏សុភាពនិងទន់ភ្លន់ដែលមិនអាចមើលដឹងពីក្រៅអំពើខូខើគ្រប់ទម្រង់ទាំងអស់អាចនឹងត្រូវបានគ្រោងទុកដោយគ្មាននរណាម្នាក់អាចរកឃើញឡើយនេះគឺជាអាវុធមួយដែលមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្របានរៀនសូត្រពីវាបានយ៉ាងល្អឥតខ្ចោះជារឿយវាតែងតែមានគេនិយាយថាគ្មាននរណាម្នាក់អាចមើលដឹងអំពីទម្រង់ទឹកមុខរបស់ Franklin Roosevelt បាននោះឡើយ Baron James Rothschild បានអនុវត្តនៅពេញមួយជីវិតរបស់គាត់ទៅលើការក្លែងបន្លំអំពីគំនិតពិតប្រាកដរបស់គាត់នៅពីក្រៅស្នាមញញឹមដ៏ទន់ភ្លន់និងលក្ខណៈដែលគ្មានភាពប្រកបប្រជារបស់គាត់ចូលចងចាំថាវាទាមទារឲ្យមានការអត់ធ្មត់និងភាពរាបសារដើម្បីធ្វើការបង្កប់ទៅលើពន្លឺពណ៌ដ៏ចាំងចែងរបស់អ្នកនិងដើម្បីបានពាក់នៅរបាំងមុខមិនអាចទាយដឹងមុនរបស់អ្នកបានសូមកុំអស់សង្ឃឹមចំពោះការដែលពាក់របាំងមុខដ៏ទន់ភ្លន់មួយនេះឲ្យសោះជារឿយវាគឺជារឿងដែលមិនអាចទៅរួចដែលឲ្យគេយល់បាននេះឯងដែលទាក់ទាញមនុស្សម្នាឲ្យចូលមករកអ្នកនិងធ្វើឲ្យអ្នកប្រែក្លាយទៅជាមនុស្សដែលមានអំណាចនោះរូបភាពដ៏គួរពិចារណាស្បែកជាមមិនដែលចេះលួចប្លន់អ្វីនោះទេជាមមិនដែលចេះបោកប្រាស់នោះទេជាមគឺជាសត្វល្ងង់និងមិនយល់ការអ្វីទាំងអស់ជាមួយទៅនឹងស្បែកជាមនៅលើខ្នងរបស់វានោះកញ្ជ្រោងក៏អាចឆ្លងចូលទៅក្នុងទ្រុងមាន់បានជាក់ជាពុំខានសិទ្ធិអំណាចតើអ្នកធ្លាប់បានឮអំពីមេទ័ពដ៏ខ្លាំងពូកែម្នាក់ដែលមានបំណងចង់បង្កឲ្យមានការភ្ញាក់ផ្អើលដល់មន្ទីរប្រាការមួយដោយការប្រកាសពីគម្រោងរបស់គាត់ទៅកាន់សត្រូវដែរឬទេចូលបិទបាំងពីគោលការណ៍របស់អ្នកហើយលាក់បាំងអំពីភាពរីកចម្រើនកុំបង្ហាញពីទំហំនៃការរៀបចំផែនការរបស់អ្នករហូតដល់ពួកគេមិនអាចជំទាស់នឹងអ្នកបានរហូតដល់ការប្រយុទ្ធត្រូវបានបញ្ចប់ចូលក្តោបក្តាប់ជ័យជំនះឲ្យបានមុនពេលដែលអ្នកប្រកាសសង្គ្រាមនិយាយរួមចូលត្រាប់តាមមនុស្សទាំងឡាយណាដែលមានភាពប៉ិនប្រសប់ខាងក្រៅសឹកសង្គ្រាមហើយការរៀបចំផែនការរបស់ពួកគេគឺមិនត្រូវបានគេដឹងលើកលែងតែប្រទេសដែលបានទទួលរងនឹងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារតែពួកគេបានឆ្លងកាត់ដោយផ្ទាល់តែប៉ុណ្ណោះ
សូមកុំធ្វើខ្លួនឲ្យខ្លាចទៅជាមនុស្សម្នាក់ដែលត្រូវបានគេចាត់ទុកថាជាជនបោកប្រាស់នៅក្នុងប្រសាទភ្នែករបស់អ្នកដទៃឲ្យសោះបើទោះបីជារឿងដែលមិនអាចទៅរួចនៅក្នុងការដែលរស់នៅក្នុងថ្ងៃនេះដែលមិនអាចគេចផុតពីការយល់ឃើញរបស់អ្នកដទៃយ៉ាងណាក្តីធ្វើឲ្យការพูดកុហកដែលពោពេញទៅដោយល្បិចកលដ៏អស្ចារ្យបំផុតរបស់អ្នកនោះស្ថិតនៅក្រោមរនាំងខ្មៅមួយដែលជាវ័យម្យ៉ាងដែលមើលទៅហាក់បីដូចជាល្បិចកលនោះឲ្យបាននេះមានន័យថាការដែលបង្កើតរូបភាពទៅនឹងមុខមួយដែលនៅទីបំផុតវាក៏នឹងคล้ายទៅជាស៊ុបនឹងជ្រួតជ្រាបជាមួយនឹងបរិយាកាសមួយឬក៏ការចាប់អារម្មណ៍តែទៅលើអ្វីដែលធ្លាប់បានដឹងនឹងបានឃើញរួចមកហើយតែប៉ុណ្ណោះស្របពេលដែលជាមួយគ្នានោះអ្នកយុទ្ធសាស្ត្រអាចនឹងប្រើប្រាស់ល្បិចដែលមើលមិនឃើញរបស់ពួកគេខណៈពេលដែលក្រសែភ្នែកទាំងអស់ត្រូវបានបង្វក់ដើម្បីឲ្យសម្លឹងមើលតែទៅលើអ្វីដែលច្បាស់ជាក់ស្ដែងនឹងនៅមុខរបស់ពួកគេប៉ុណ្ណោះ